បើកទូទឹកកកមកមិនដឹងគិតថាចង់ធ្វើអីមើលចុះមើលឡើងបន្លែក្នុងទូអត់មានអីក្រៅពីដលងប្រាំងជាមួយនឹងការ៉ុតសោះម្ល៉េះហើយអូនឆាដលងប្រាំងហ្មងទៅរំលឹកវិជាគុណចាស់អញ្ចឹងណាហើយវិជាគុណចាស់ហ្នឹងមិនមែនធ្វើអីទេគឺធ្លាប់តែញ៉ាំនិយាយរួមមកជំរាបសួរពុកម៉ែបងប្អូនកូនក្មួយមកជួបជាមួយនឹងចែទៀតហើយថ្ងៃនេះគឺថាចែមករៀនឆាដំឡូងប្រាំងតែសារដំឡូងប្រាំងនេះគឺនិយាយទៅចែអត់ស្ទាត់អត់ជំនាញអត់ចេះធ្វើទេពីមុនមកការចែនៅជប៉ុនពូម៉ាក់គាត់បបួលចែទៅញ៉ាំអញ្ចឹងណាញ៉ាំនៅដូចហាងចិនមួយកន្លែងនៅដូចនៅតូក្យូមិនដឹងនៅណាមិនដឹងឯផ្លេចទៅមកឌុំប្រហែលជាតូក្យូមិនដឹងស៊ីញគឺមិនដឹងឯផ្លេចនិយាយរួមផ្លេចដឹងតែមកជួទីក្រុងគេហ្នឹងហើយស្រាប់អញ្ចឹងទៅគាត់ហៅអាឆាដលងប្រាំងតសៃហ្នឹងហើយជាមួយនឹងសាច់ចៀមអាំងអីអញ្ចឹងណាហើយញ៉ាំទៅមានអារម្មណ៍ថាឆ្ងាញ់ដិតជាប់ចិត្តជាប់អារម្មណ៍អញ្ចឹងទៅហើយទៅពេលថ្ងៃនេះក៏នឹកឃើញហ៊ានឆាដូចគេដែរសិនណាអញ្ចឹងទៅក៏ទាញដលងប្រាំងមកឈូសអញ្ចឹងណាឈូសឲ្យត្រាំទឹកឲ្យវាចេញស្អីគេម្សៅវាអញ្ចឹងទៅស្រួលយើងយកមកឆាហើយតែតាមចែចំណាំបានសាច់ជ្រូកគេហាន់ជាតសៃវែងដូចដលងប្រាំងដែរតូចវែងអីអញ្ចឹងទៅប៉ុន្តែចែហាន់ដូចធំពេកនេះតែពេលឆាបដើនឹកឃើញអារបស់ដែលយើងធ្លាប់ញ៉ាំហើយជាមួយយើងមកធ្វើឥឡូវហ្នឹងនិយាយទៅខុសគ្នាមេងដីហ្មងសាច់ជ្រូកក៏ហាន់ខុសអញ្ចឹងណាប៉ុន្តែដលងប្រាំងហ្នឹងឈូសត្រូវហើយខុសអាហារសាច់ជ្រូកហើយខុសមួយទៀតខុសត្រង់ថាអីរសជាតិដាក់មកដូចមិនត្រូវដូចដែលហាមិនត្រូវចិត្តដូចអាញ៉ាំផុនគេសោះអាញ៉ាំផុនគេនិយាយទៅដាក់មកជាតិហ្មងដូចចាំបានថារបស់ហ្នឹងឆ្ងាញ់អញ្ចឹងណាតែពេលខ្លួនឯងឆានេះឆាដូចអត់ឆ្ងាញ់សោះរសជាតិមិនដឹងអាណាអាណីទេលោកហើយលោកហើយរសជាតិតែញ៉ាំផុនគេដឹងតែឆ្ងាញ់ប៉ុន្តែសួរថារសជាតិអីហ្នឹងក៏ភ្លេចដែរដោយសារតែយូរណាស់ហើយប្រហែលជា20ឆ្នាំឯដឹងនិយាយទៅការចែរស់នៅជប៉ុនណាអាសាតែញ៉ាំក្រៅណាមួយអាទិត្យតែញ៉ាំក្រៅ5ថ្ងៃអីអូជួយចិត្តណាបាយហាងតែសារចែអត់សូវចេះធ្វើម្ហូបណាមួយទៀតចែរស់នៅជប៉ុនធ្លាប់ទៅចែចូលចិត្តញ៉ាំម្ហូបជប៉ុនផងម្ល៉េះហើយគឺថាចេញទៅក្រៅញ៉ាំមេព្រោះអីគេមានលក់សពមានលក់គ្រប់អីអញ្ចឹងណាជួនកាលយើងធ្វើក៏វាថ្លៃដែរតែពេលយើងចេញទៅក្រៅញ៉ាំដូចតែគ្នាដដែលអញ្ចឹងយើងចេញទៅក្រៅញ៉ាំទៅមិនបាច់ទៅលាងចានលាងឆ្នាំងហងបើសិនជាសមាជិកយើងច្រើនដូចថាគ្រួសារយើងមានគ្នាច្រើនយើងធ្វើទៅវាចំណេញអញ្ចឹងណាតែបើគ្នាយើងមានតែ2នាក់3នាក់អីទៅញ៉ាំនឹងក្រៅយ៉ាងសប្បាយហ្មងចែសប្បាយតាឥឡូវមកសួរសេគូថាឆ្ងាញ់ហើយវីដេអូចែក៏ដល់នាទីបញ្ចប់ដែរអរគុណធំជម្រាបលា